កូនសោឆ្ពោះទៅរកភាពជោគជ័យជំរាបសួរបងប្អូនតាមបណ្ដាញសង្គម Facebook និង YouTube ទាំងអស់គ្នាជំរាបសួរបងប្អូនក្រុមគ្រួសារតូមីទាំងអស់គ្នាខ្ញុំ Mr. រកុងថ្ងៃនេះខ្ញុំមានគំនិតមួយមកចែករំលែកបងប្អូនទាំងអស់គ្នាតើបងប្អូនទាំងអស់គ្នាចង់ដឹងគំនិតនោះជាអ្វីដែរទេគំនិតនោះគឺកូនសោឆ្ពោះទៅរកភាពជោគជ័យពីក្រុមហ៊ុន Atomy បងប្អូនណាខ្លះដែលធ្វើជំនួញ Atomy ហើយក៏ដូចជាបងប្អូនណាខ្លះដែលកំពុងតែបាត់បង់ការងារក៏ដូចជាបាត់បង់ប្រាក់ចំណូលហើយបងប្អូនដែលចង់ធ្វើជំនួញឬក៏ចង់បានប្រាក់ចំណូលបន្ថែមតែមិនដឹងទៅរកក្រុមហ៊ុនណាឬក៏មិនដឹងថាទៅគួរទៅធ្វើកិច្ចការងារអ្វីថ្ងៃនេះចូលមើលវីដេអូរបស់ខ្ញុំគឺត្រូវហើយបងប្អូនគឺខ្ញុំនឹងណែនាំអំពីក្រុមហ៊ុនមួយដែលអាចរកប្រាក់ចំណូលផងដែលអាចប្រើប្រាស់ឲ្យបានសុខភាពល្អផងហើយក៏អាចធ្វើឲ្យយើងមានសម្រស់ស្រស់ស្អាតផងនោះគឺក្រុមហ៊ុន Atomy ក្រុមហ៊ុន Atomy គឺជាក្រុមហ៊ុនរបស់កូរ៉េដែលបង្កើតឡើងដោយស្ថាបនិក Park Hang-il ដែលជាក្រុមហ៊ុនមួយចែកចាយផលិតផលទៅដល់អ្នកប្រើប្រាស់ហើយនឹងធ្វើឲ្យអ្នកប្រើប្រាស់រីកចម្រើនរួមគ្នាជាមួយនឹងក្រុមហ៊ុនហើយនឹងជាមួយនឹងសុខភាពល្អនេះគឺជាក្រុមហ៊ុនមួយដែលអាចសាងប្រាក់ចំណូលបន្ថែមបានតាមរយៈការប្រើប្រាស់ហើយណែនាំទៅកាន់មនុស្សដែលនៅជុំវិញខ្លួនរបស់យើងឲ្យគាត់ប្រើប្រាស់ផងឲ្យគាត់ធ្វើជំនួញជាមួយនឹងក្រុមហ៊ុន Atomy នេះផងតោះកុំឲ្យខាតពេលវេលាយូរខ្ញុំនឹងណែនាំអំពីភាពជោគជ័យជាមួយនឹងក្រុមហ៊ុន Atomy សំណួរគឺថាតើធ្វើម៉េចជោគជ័យជាមួយនឹងក្រុមហ៊ុន Atomy បាទខ្ញុំស្គាល់ក្រុមហ៊ុន Atomy តាមរយៈមិត្តភ័ក្តិរបស់ខ្ញុំដែលបានណែនាំអំពីផលិតផលថ្នាំដុសធ្មេញរបស់ក្រុមហ៊ុន Atomy មួយប្រភេទគឺថ្នាំដុសធ្មេញ Atomy ដែលមានរសជាតិទឹកឃ្មុំហើយនឹងដែលពេលនោះគឺខ្ញុំមានអាការៈជាធ្មេញហើយនឹងស៊ីរាវធ្មេញក្លិនមាត់មិនល្អអូខេហើយក៏កាត់បានណែនាំផលិតផលនោះមកឲ្យខ្ញុំដើម្បីប្រើហើយឃើញថាមានប្រើហើយគឺបាត់នៅការស៊ីរាវធ្មេញហើយនឹងបាត់នៅបំបត្តិនៅក្លិនមាត់ហើយធ្វើឲ្យធ្មេញសដែលជាហេតុធ្វើឲ្យខ្ញុំចាប់អារម្មណ៍ជាមួយនឹងផលិតផលរបស់ក្រុមហ៊ុន Atomy ហើយគាត់ក៏បានណែនាំឲ្យខ្ញុំចុះឈ្មោះដើម្បីធ្វើជំនួញក៏ដូចជាប្រើប្រាស់នៅផលិតផលផ្សេងៗទៀតរបស់ក្រុមហ៊ុន Atomy នៅក្នុងគេហទំព័ររបស់ក្រុមហ៊ុន Atomy នោះឯងខ្ញុំបានចុះឈ្មោះជាមួយនឹងគាត់ដោយមិនអស់លុយនោះទេហើយគាត់ចុះឈ្មោះឲ្យ free ហើយគាត់បានថែមទាំងណែនាំឲ្យយើងសិក្សាអំពីក្រុមហ៊ុនសិក្សាអំពីផលិតផលសិក្សាអំពីផែនការទីផ្សារដើម្បីបង្កើតនៅប្រាក់ចំណូលបន្ថែមទៀតជាមួយនឹងមុខរបរដើម្បីបង្កើតនៅប្រាក់ចំណូលជាមួយនឹងក្រុមហ៊ុន Atomy នេះបានមួយកម្រិតទៀតហើយអ្វីដែលខ្ញុំចង់ចែករំលែកទៅដល់បងប្អូនទាំងអស់គ្នាគឺថាក្រុមហ៊ុនរបស់ក្រុមហ៊ុន Atomy គឺជាក្រុមហ៊ុនទីផ្សារបណ្ដាញដែលគោរពមនុស្សធម៌ហើយដែលគោរពច្បាប់ហើយក៏ជាក្រុមហ៊ុនមួយដែលគិតអំពីភាពជោគជ័យរបស់អតិថិជនជាចម្បងអតិថិជនជោគជ័យក្រុមហ៊ុនក៏ជោគជ័យនេះហើយគឺជាអ្វីដែលក្រុមហ៊ុន Atomy ហើយគឺជាអ្វីដែលក្រុមហ៊ុន Atomy ចង់បានហើយបងប្អូនក៏អាចធ្វើជំនួញជាមួយនឹងក្រុមហ៊ុន Atomy នេះផងបានដែរដោយគ្រាន់តែចុះឈ្មោះហើយប្រើប្រាស់នៅផលិតផលរបស់ក្រុមហ៊ុន Atomy ហើយណែនាំប្រាប់មិត្តភ័ក្តិបងប្អូននិងមនុស្សជុំវិញខ្លួនរបស់យើងឲ្យគាត់ប្រើប្រាស់នៅផលិតផលរបស់ក្រុមហ៊ុន Atomy ផងហើយនឹងគាត់ធ្វើជំនួញជាមួយនឹងក្រុមហ៊ុន Atomy ដើម្បីបានប្រាក់ចំណូលបន្ថែមអូខេខាងក្រោមនេះគឺជាគុណសោឆ្ពោះទៅរកភាពជោគជ័យជាមួយនឹងក្រុមហ៊ុន Atomy តើមានអ្វីខ្លះទី1បងប្អូនត្រូវមានអត្តសញ្ញាណប័ណ្ណទូរស័ព្ទដែលអាចប្រើអ៊ីនធឺណិតបានឬកុំព្យូទ័រ iPad អូខេអាចបានទាំងអស់មួយទៀតគឺបងប្អូនត្រូវមានបញ្ជីកុងធនាគារមិនថា ABA AC Lida ការចុះឈ្មោះគឺមិនអស់ប្រាក់នោះទេ
បើសមាជិកណាមួយដែលគាត់ចុះឈ្មោះហើយទាលុយពីបងប្អូនអាចតាក់ទងទៅក្រុមហ៊ុន Atomy បានតាមរយៈគេហទំព័រ www.atomy.com តោះចូលមកប្រធានបទយើងវិញខ្ញុំនឹងនិយាយអំពីកូនសោឆ្ពោះទៅរកភាពជោគជ័យជាមួយនឹងក្រុមហ៊ុន Atomy បងប្អូនចុះឈ្មោះជាមួយនឹងសមាជិករបស់ក្រុមហ៊ុន Atomy គឺមិនគិតប្រាក់នោះទេក្រុមហ៊ុនមិនទាមទារនៅកម្រិតវប្បធម៌របស់យើងទេដូចជាការដែលយើងរៀនបានត្រឹមថ្នាក់ទី9ទី12ក៏អាចចូលធ្វើណែជំនួយនេះបានដែរជាពិសេសគឺបងប្អូនកម្មករទ្រង់ចាស់កម្មករសំណង់អ្នករត់ម៉ូតូឌុបឬក៏អ្នកដែលអត់មានការងារធ្វើក៏អាចចូលធ្វើជំនួយជាមួយនឹងក្រុមហ៊ុន Atomy នេះបានផងដែរមួយទៀតគឺมันកំណត់ទៅលើរូបរាងកាយរូបសម្បត្តិនោះទេដូចជារូបមិនស្អាតមិនសង្ហាមិនស្អាតមិនសង្ហាអូខេក៏អាចចូលធ្វើជំនួយជាមួយនឹងក្រុមហ៊ុន Atomy បានដែរពីព្រោះថាក្រុមហ៊ុន Atomy មិនប្រកាន់នៅរូបសម្បត្តិសំខាន់ឲ្យតែបងប្អូនមានឆន្ទៈក្នុងការធ្វើជំនួយជាមួយនឹងក្រុមហ៊ុន Atomy ក៏ដូចជាចង់ប្រើប្រាស់នៅផលិតផលរបស់ក្រុមហ៊ុន Atomy អូខេប៉ុណ្ណឹងគឺជាការស្រេចភាពជោគជ័យជាមួយនឹងក្រុមហ៊ុន Atomy យើងត្រូវរៀបចំទី1រូបរាងកាយរបស់យើងឲ្យស្អាតសម្លៀកបំពាក់ឲ្យស្អាតមានក្លិនក្រអូបឲ្យល្អយើងប្រើប្រាស់នៅផលិតផលរបស់ក្រុមហ៊ុន Atomy ដូចជាថ្នាំដុសធ្មេញសាប៊ូកក់សក់សាប៊ូដុសខ្លួនលេការពារកម្ដៅថ្ងៃអីជាដើមទៅដើម្បីឲ្យរូបរាងរបស់យើងស្អាតសមរម្យចូលទៅណែនាំនៅផលិតផលរបស់យើងទៅកាន់អតិថិជនបានអូខេមួយទៀតគឺយើងត្រូវចូលសិក្សាអំពីផលិតផលរបស់ក្រុមហ៊ុន Atomy សិក្សាអំពីក្រុមហ៊ុន Atomy ផលិតផលរបស់ក្រុមហ៊ុន Atomy ក៏ដូចជាចក្ខុវិស័យ Atomy ហើយនិងផែនការទីផ្សាររបស់ក្រុមហ៊ុន Atomy ដែលអាចសាងប្រាក់ចំណូលបានខ្ទង់$1,000ដែរអូខេមួយទៀតយើងត្រូវចូលរួមប្រជុំក្រុមនិងចូលរួមសិក្ខាសាលាអំពីភាពជោគជ័យរបស់ក្រុមហ៊ុន Atomy ហើយយើងអនុវត្តនៅ8ចំណុចស្នូលនិង8ជំហានជោគជ័យរបស់ក្រុមហ៊ុន Atomy ផងដែរហើយមួយទៀតគឺយើងមើលវីដេអូរបស់ក្រុមហ៊ុន Atomy ឲ្យបាន1ទៅ2វីដេអូក្នុងមួយថ្ងៃបន្ទាប់មកគឺយើងត្រូវចេញជួបភ្ញៀវជួបអតិថិជនដើម្បីណែនាំអំពីផលិតផលក៏ដូចជាក្រុមហ៊ុន Atomy ទៅកាន់អតិថិជនដើម្បីឲ្យគាត់បានប្រើប្រាស់នៅផលិតផលក៏ដូចជាគាត់បានយល់ច្បាស់អំពីក្រុមហ៊ុននិងផែនការទីផ្សាររបស់ក្រុមហ៊ុន Atomy ដើម្បីគាត់អាចសាងប្រាក់ចំណូលបានបន្ថែមអូខេចំណុចមួយទៀតគឺយើងត្រូវមានឆន្ទៈដែលយើងត្រូវតែមានឆន្ទៈក្នុងការធ្វើជំនួយជាមួយនឹងក្រុមហ៊ុន Atomy តាមរយៈការចូលរួមសិក្ខាសាលាចូលរួមប្រជុំសិក្សាអំពីផលិតផលរបស់ក្រុមហ៊ុន Atomy សិក្សាអំពីផែនការទីផ្សាររបស់ Atomy ហើយនឹងសិក្សាអំពីចក្ខុវិស័យរបស់ Atomy ហើយយើងនឹងណែនាំនៅផលិតផលចំណុចសំខាន់របស់ក្រុមហ៊ុន Atomy គឺមិនចំណាយដើមទុនច្រើនក៏អាចជោគជ័យជាមួយនឹងក្រុមហ៊ុន Atomy ផងដែរហើយយើងត្រូវអនុវត្តទៅតាមគោលការណ៍របស់ក្រុមហ៊ុន Atomy និងទៅតាម sponsor ឬក៏ថ្នាក់ដឹកនាំដែលគាត់បានបង្រៀនយើងឲ្យធ្វើជំនួយមួយនេះដើម្បីទទួលបាននូវភាពជោគជ័យក៏ដូចជាបានប្រាក់ចំណូលដើម្បីផ្គត់ផ្គង់ក្រុមគ្រួសារយើងមួយកម្រិតតោះនៅចាំអីទៀតជោគជ័យជាមួយនឹងខ្ញុំនឹងនាំអ្នកទៅរកភាពមានបាននិងជីវិតដែលមានតុល្យភាពប្រាក់ចំណូលច្រើន
កុំភ្លេចតាមដានខ្ញុំ Mr. Rokong សូមអរគុណសូមជម្រាបលា